សួស្តីក្រុមគ្រួសារទាំងអស់គ្នាអ្វីដែលអ្នកទាំងអស់គ្នាបានទិញនៅថ្ងៃនេះមិនមែនគ្រាន់តែជាកំប៉ុងទឹកដោះកូនសៅមួយកំប៉ុងនេះទេប៉ុន្តែដូចពាក្យចាស់ពោលថាអនាគតកូនអ្នកទាំងអស់គ្នាគឺជាអ្នកគាំទ្រគ្រួសារខ្ញុំដែលបានផ្គត់ផ្គង់ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់អ្នកកូននេះបានរងទុក្ខវេទនាច្រើនណាស់តាំងពីកំណើតមកហើយខ្ញុំក្នុងនាមជាម្ដាយរបស់គាត់ក៏កំពុងជួបប្រទះរឿងនេះរួចហើយខ្ញុំគ្រាន់តែមិនអាចទ្រាំទ្របានមែនហើយគាត់កើតចេញពីការរំពឹងទុករបស់ឪពុកគាត់ក្មេងដែលមកទីនេះមានតែខ្ញុំម្ដាយរបស់គាត់និងពូរបស់គាត់ដែលស្រឡាញ់គាត់អរគុណអ្នកទាំងអស់គ្នាសូមជួយចុច like ឲ្យកង់ពណ៌លឿងរបស់យើងច្រើនផងហេហាហាហាខ្ញុំមិនអាចទេឈួតទៅខ្ញុំមើលរឿងនេះមិនកើតទេហេតុអ្វីអរគុណអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់វាធ្វើឲ្យខ្ញុំដឹងថានៅតែមានសេចក្តីសប្បុរសពិតប្រាកដនៅក្នុងលោកនេះហាហាហាអរគុណបើមិនមែនសម្រាប់អ្នកទាំងអស់គ្នាទេប្រហែលជាខ្ញុំមិនបានថ្ងៃនេះខ្ញុំមិនអាចឆ្លងកាត់ច្រកទ្វារគ្រួសារលីបានទេដកដង្ហើមធំអ្វីដែលយើងគួរធ្វើមែនហើយអ្នកណាដែលមានមន្តសការនឹងជួយក្នុងរឿងបែបនេះរបាយការណ៍សាកល្បងបានចេញមកហើយការពិតនឹងត្រូវលាតត្រដាងក្នុងពេលឆាប់នេះហើយអ្នកប្រកាសជាអត្តសញ្ញាណកូនប្រុសរបស់ខ្ញុំត្រូវតែត្រូវបានទទួលស្គាល់ហើយគាត់ត្រូវតែទទួលបានសិទ្ធិមរតកស្របច្បាប់ប្រសិនបើកូននេះពិតជាឪពុករបស់ខ្ញុំពិតជាមែនខ្ញុំនឹងបំពេញតាមសំណើរបស់អ្នកទាំងអស់អាហារនោះជាអ្វីដែលគាត់និយាយមនុស្សគ្រប់គ្នាបានឬវាអញ្ចឹងខ្ញុំគ្រាន់តែបារម្ភថាគ្រួសារលីនអាចនឹងលែងសងបំណុលរបស់ពួកគេនៅពេលក្រោយហើយបន្ទាប់មកអ្នកទាំងអស់គ្នាសូមជួយយើងខ្ញុំផងប្រាប់ខ្ញុំនឹងធ្វើឲ្យប្រាកដថាអ្នកនឹងទទួលបានលទ្ធផលល្អនៅពេលដែលអ្នកទទួលបានលទ្ធផលខ្ញុំខ្វាក់ភ្នែកណាស់ដែលបានជួយអ្នកនៅពេលនោះអ្នកគឺជាប្រភេទមនុស្សដែលខ្ញុំបានឃើញមនុស្សគ្រប់គ្នាឃើញពួកគេទេមនុស្សទាំងនេះនៅពីមុខអ្នកពួកគេនៅតែហ៊ានគំរាមកំហែងប្អូនស្រីរបស់ខ្ញុំនៅចំពោះមុខអ្នកមែនទេខ្ញុំលីនយូឈីងសូមនិយាយពាក្យរបស់ខ្ញុំនៅទីនេះថ្ងៃនេះពិតជារបស់ឪពុកខ្ញុំមែនខ្ញុំនឹងយល់ព្រមតាមសំណើទាំងអស់របស់ចៅឡានថ្ងៃនេះប៉ុន្តែប្រសិនបើក្មេងនេះមិនមែនឪពុកខ្ញុំទេខ្ញុំក៏មានសំណើមួយដែរការពិតគឺនៅទីនេះអូនសម្លាញ់បើមិនមែនដោយសារឪពុករបស់អ្នកទេតើអ្នកហ៊ានយល់ព្រមតាមសំណើរបស់ខ្ញុំទេមិនអីទេអ្នកអាចនិយាយអ្វីដែលអ្នកចង់និយាយប៉ុន្តែវាគ្មានន័យទេប្រសិនបើអ្នកធ្វើនេះមិនមែនជាកូនរបស់ឪពុកខ្ញុំទេអ្នកនិងបងប្រុសរបស់អ្នកត្រូវតែសងជំនួយចិត្តដល់ក្រុមគ្រួសារខ្ញុំចំពោះការខូចខាតទាំងអស់ដែលបង្កឡើងនៅថ្ងៃនេះប៉ាត់បងគាត់គឺមិនអីទេយ៉ាងណាក៏ដោយកូននេះប្រកាសជារបស់យុនហុងតាវអ្នកទាំងអស់គ្នាសូមធ្វើឲ្យប្រាកដថាអ្នកធ្វើចាំជុំណាដោយសារតែជំនួយរបស់អ្នកទើបខ្ញុំអាចទទួលបានប្រាក់ឧបត្ថម្ភកូនពីគ្រួសារលីនបានដោយជោគជ័យទោសបីរបស់ខ្ញុំមកឲ្យខ្ញុំវិញប្រញាប់ឡើង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 កូនប្រុសរបស់ចៅឡានឈ្មោះហេលោកប្រធានាធិបតីលីនក៏បានប្រកាសដោយផ្ទាល់ផងដែរ